សចិត្តស្ត្រីម្នាក់ប្រកាសខ្លួនជាម្ចាស់ព្រះអាទិត្យព្រមទាំងមានគម្រោងទារលុយពីអ្នកប្រើពន្លឺព្រះអាទិត្យជុំវិញពិភពលោករឿងរ៉ាវដ៏ចម្លែកនិងពុំធ្លាប់មានមួយបានធ្វើឲ្យមហាជនទូទាំងពិភពលោកសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្ត្រីជនជាតិអេស្ប៉ាញម្នាក់បានអះអាងថាខ្លួនបានចុះបញ្ជីធ្វើជាម្ចាស់កម្មសិទ្ធិលើព្រះអាទិត្យដាច់មុខថែមទាំងមានគម្រោងប្រមូលថ្លៃសេវាពីអ្នកប្រើប្រាស់ពន្លឺព្រះអាទិត្យនៅលើផែនដីថែមទៀតផងស្ត្រីរូបនេះមានឈ្មោះថា Angelis Duran រស់នៅក្នុងតំបន់ Galicia ប្រទេសអេស្ប៉ាញកាលពីឆ្នាំ2010នាងបានធ្វើដំណើរទៅកាន់ការិយាល័យកត់ត្រាក្នុងស្រុកមួយដើម្បីធ្វើលិខិតថ្លែងការអះអាងកម្មសិទ្ធិលើព្រះអាទិត្យ Angel បានលើកឡើងថាគ្មានច្បាប់អន្តរជាតិណាមួយហាមមិនឲ្យបុគ្គលឯកជនធ្វើជាម្ចាស់លើកាយអាកាសនៅឡើយទើបនាងសម្រេចចិត្តចុះបញ្ជីធ្វើជាម្ចាស់កម្មសិទ្ធិបែបនេះតែម្ដងទោះជាឯកសារនាងដែលទទួលបានគ្រាន់តែជាការកត់ត្រាព័ត៌មានតាមការរៀបរាប់ផ្ទាល់ខ្លួននិងគ្មានអំណាចផ្លូវច្បាប់អន្តរជាតិក៏ដោយប៉ុន្តែវាក៏គ្រប់គ្រាន់នឹងធ្វើឲ្យរឿងរ៉ាវនេះផ្ទុះល្បីពេញបណ្ដាញសារព័ត៌មានជុំវិញពិភពលោកអ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀតនោះគឺក្រុងទារថ្លៃសេវានាងបានបញ្ជាក់ថានាងមានគម្រោងចាប់ផ្ដើមទារប្រាក់ពីបុគ្គលក្រុមហ៊ុនឬរដ្ឋាភិបាលដែលទទួលបានផលប្រយោជន៍ពីថាមពលព្រះអាទិត្យទាំងការប្រើប្រាស់ពន្លឺប្រចាំថ្ងៃនិងការផលិតថាមពលអគ្គិសនីនាងយល់ថាដោយសារព្រះអាទិត្យជារបស់នាងដូច្នេះអ្នកដែលទាញយកផលប្រយោជន៍ពីវាត្រូវតែបង់ថ្លៃសេវាឲ្យរូបនាងជាដាច់ខាតទោះជាយ៉ាងណាការទាមទារដ៏ចម្លែកនេះត្រូវបានបដិសេធនិងប៉ះទង្គិចយ៉ាងខ្លាំងជាមួយទៅនឹងច្បាប់អវកាសអន្តរជាតិយោងតាមសន្ធិសញ្ញាអវកាសខាងក្រៅឆ្នាំ1967ដែលជាច្បាប់គ្រប់គ្រងការប្រើប្រាស់អវកាសអន្តរជាតិបានចែងយ៉ាងច្បាស់ថាព្រះអាទិត្យព្រះច័ន្ទនិងកាយផ្សេងៗនៅក្នុងអវកាសមិនអាចត្រូវបានបុគ្គលឬប្រទេសណាមួយដណ្ដើមធ្វើជាកម្មសិទ្ធិបានឡើយដោយសារវត្ថុទាំងនោះត្រូវចាត់ទុកជាបេតិកភណ្ឌរួមរបស់មនុស្សជាតិទាំងមូលអ្វីត្បិតតែមិនអាចទារប្រាក់បានដោយបំណងប៉ុន្តែរឿងរ៉ាវរបស់នាង Angel Duran នៅតែជាប្រធានបទដ៏ប្លែកនិងត្រូវបានគេលើកយកមកនិយាយជជែកគ្នាលេងរហូតដល់សព្វថ្ងៃ